วิธีสร้างមួយចំនួនដើម្បីឲ្យបងប្អូនស្វែងយល់អំពីការប្រើប្រាស់ត្រាក់ទ័រដើម្បីឲ្យបងប្អូនចេះប្រើប្រាស់របៀបថែទាំដើម្បីឲ្យត្រាក់ទ័រស៊ីប្រេងតិចទី1បងប្អូនត្រូវពិនិត្យទៅមើលតម្រងខ្យល់អញ្ចឹងយើងត្រូវដោះស្មាតអែយើងទាញអែខាងក្រៅនេះមកអែយើងមាន2ជាន់ក្នុងមួយក្រៅមួយហើយយើងស្មាតតែក្រៅនេះទេយើងបាញ់ពីក្នុងចេញមកក្រៅបាញ់ខ្យល់ដើម្បីឲ្យស្អាតហើយយើងបាញ់ស្អាតហើយយើងដាក់ចូលទៅវិញទី2យើងត្រូវពិនិត្យទៅលើតម្រងប្រេងបន្សុទ្ធកាលណាវាមានស្ទះក៏វាអាចធ្វើឲ្យត្រាក់ទ័ររបស់យើងខំប្រឹងបឺតស៊ីប្រេងខ្លាំងដែរដូច្នេះយើងត្រូវពិនិត្យមើលប្រព័ន្ធតម្រងប្រេងរបស់យើងទី1វានៅក្នុងតម្រងធុងប្រេងវាមានតម្រងប្រេងមួយ 4-5 ថ្ងៃយើងអាចលាងវាសម្អាតឲ្យស្អាតចេញម្ដងទៅដើម្បីកុំឲ្យវាស្ទះប្រេងមួយទៀតកែវចម្រោះទឹកកាលណាមានទឹកអាក្រហមនេះឡើងមកលើចេះយើងត្រូវប្រហូរទឹកនេះមូលអានេះមកខាងឆ្វេងមកដើម្បីប្រហូរទឹកអស់ហើយយើងបិទទៅវិញទី4សម្ពាធខ្យល់នៅក្នុងកង់យើងត្រូវសប់ឲ្យបានត្រឹមត្រូវតាមស្តង់ដារនៅពេលដែលយើងព្យួរលើដីរឹងយើងមិនត្រូវសប់តាំងពេកទេធ្វើឲ្យកង់យើងទួងក៏អាចស៊ីប្រេងបានដែរហើយមួយទៀតនៅក្នុងទឹកកាលណាយើងសប់តាំងពេកក៏ស៊ីប្រេងខ្លាំងធូរពេកក៏អាចស៊ីប្រេងខ្លាំងដែរដោយសារវាទួងកង់ចោលដូចគ្នាហើយកាលណាយើងកង់ធូរយើងព្យួរដីក្នុងទឹកធូរពេកធ្វើឲ្យត្រាក់ទ័រយើងតឹងក៏អាចស៊ីប្រេងខ្លាំងដែរទី5យើងត្រូវសារ៉េគ្រឿងពាក់ខាងក្រោយនឹងឲ្យត្រូវតាមស្តង់ដារយើងមិនអាចដាក់ទៅខុសបច្ចេកទេសក៏អាចស៊ីប្រេងដែរធ្វើឲ្យត្រាក់ទ័រយើងតឹងទី6ការប្រើប្រាស់លើស្ថានភាពដីស្រែរបស់យើងមានមុំច្រើនទូចធ្វើឲ្យត្រាក់ទ័ររបស់យើងព្យួរអត់មានរបៀបត្រឹមត្រូវក៏ធ្វើឲ្យយើងស៊ីប្រេងច្រើនដូច្នេះបើបងប្អូនមានចម្ងល់ពាក់ព័ន្ធនឹងការប្រើប្រាស់ត្រាក់ទ័រសូមបងប្អូនតាក់ទងមកក្រុមការងារយើងខ្ញុំនឹងឆ្លើយតបគ្រប់ពេលវេលាហើយសូមបងប្អូនកុំភ្លេច share និង save ដើម្បីទទួលព័ត៌មានថ្មីៗបន្តទៀតខ្ញុំបាទទេសសំសូមអរគុណសូមជម្រាបលា